នៅឆ្នាំ2024រលកកម្ដៅនិងគ្រោះរាំងស្ងួតបានបំផ្លាញដំណាំម្រេចយ៉ាងខ្លាំងដែលបង្កការគំរាមកំហែងដល់ជីវភាពរស់នៅនិងការបាត់បង់ការងារចំណេះដឹងនៃភាពជាអ្នកដឹកនាំគឺធ្វើឲ្យគាត់ចេះត្រេះរិះពិចារណាគាត់គិតរកវិធីសាស្ត្រផ្សេងឧទាហរណ៍ដូចជាការស្វែងរកឧបករណ៍បច្ចេកវិទ្យាថ្មីវិភាគវៃឆ្លាតដើម្បីឲ្យគាត់អាចប្រើប្រាស់ទឹកបានតិចផងដែរហើយពាក់ព័ន្ធទៅនឹងសហគមន៍បន្ទាប់ពីចូលរួមវគ្គបណ្ដុំដាលហើយមើលឃើញថាពួកគាត់មានភាពក្លាហានមានតំណែងតំណងជាមួយអ្នកចូលរួមវគ្គធ្វើឲ្យគាត់ការងាររបស់ខ្ញុំលូនទៅមុខចេះលើកទឹកចិត្តខ្លួនឯងឲ្យខ្លួនឯងរឹងមាំនិយាយរួមគំនិតយើងវាអត់មានឆ្នៃប្រឌិតក្នុងខ្លួនយើងដូចពេលយើងទៅរៀនទេក៏មុនយើងបារម្ភរឿងអាកាសធាតុក្តៅបណ្ដោប្រើប្រព័ន្ធត្រជាក់នឹងមកសុខភាពខ្ញុំក៏អត់មានត្រូវទ្រុឌទ្រោមអីដូចពីមុនដែរដីយើងក៏វាមានជីវជាតិម្រេចយើងក៏អត់ស្វិតចឹងណានេះមានន័យថាយើងទទួលបានទិន្នផលច្រើនជាងមុនការងារកាន់តែមានស្ថិរភាពសម្រាប់ស្ត្រីនិងថាមពលស្អាតសម្រាប់វិស័យកសិកម្ម